ជំរាបសួរសួស្តីហ្វានៗជាទីស្រឡាញ់របស់អមមណាទាំងអស់គ្នាថ្ងៃនេះអមមណាក៏បានថ្លឹងមកវិញជាមួយនឹងស្រីរឿងសាច់បងលោកស្រឡាញ់ខ្ញុំដែលជាភេទទី9អមបានសម្ដែងរឿងផកឲ្យហ្វានៗមើលគឺដោយសារតែមេឃភ្លៀងខ្លាំងពេកចឹងហើយចង់ដឹងថាស្រីរឿងភេទទី9របស់យើងគឺមានអ្វីខ្លះនោះចូលបន្តតាមទស្សនាជាមួយនឹងអមណាទាំងអស់គ្នាកាលពីចុងភេទទី8មាននៅបានអបតកាសាសាគីហើយដល់ភេទទី9មាននៅកញ្ចង់ទីសាសាគីចេញក៏តែគេធ្វើអត់បានទេសាសាគីឃើញមាននៅអញ្ចឹងគាត់ក៏បាននិយាយថាការប្រឆាំងរបស់មាននៅចំពោះគាត់នឹងគឺមិនយុត្តិធម៌សម្រាប់គាត់ទេមាននៅក៏សួរតែសាច់បងចង់មានន័យថាម៉េចសាសាគីបានបកស្រាយឲ្យមីណូទេប៉ុន្តែគាត់ក៏បានសម្លឹងមុខរបស់មីណូនៅពេលដែលគេភ្នែកទាំងពីរបានសម្លឹងចាំគ្នាសាសាគីមើលទៅគាត់ហាក់ដូចជាកំពុងតែមានរំខានចង់ថាមីណូប៉ុន្តែចដអេសាសាគីក៏បានឡើងឯកទាញក្តារខាងក្រៅដងជ្រោដែលធ្វើឲ្យមីណូនឹងគេភ័យមីណូក៏បានអន្តរកណាត់មិននឹងគេភ័យចង់លោបលឹងអស់ហើយសាសាគីវិញក៏បានសុំទោសក៏បានប្រកបសពពាក្យឲ្យទៅការមីណូវិញអត់ដឹងថាពីជ្រោះតាំងពីពេលណាទេសម្បីតែមីណូនឹងក៏គេឆ្ងល់ដូចគ្នាសកក៏មានមនុស្សមកបាក់ទ្វារគេឆ្ងល់ថាអ្នកណាគេចាក់សោមីណូក៏មើលទៅកាន់មុខសាសាគីក៏បានប្រាប់ទៅកាន់មីណូថាចំពោះរឿងនេះក៏បាននិយាយវាគ្រាន់តែជាការលេងសើចទេចឹងកុំយកដាក់ក្នុងចិត្តអីមីណូគេចង់តបទៅកាន់សាសាគីប៉ុន្តែសាសាគីនឹងក៏សាប់យកដៃរបស់គាត់យកមកស្ទាបមុខរបស់គេបន្ទាប់ពីស្ទាបមួយភ្លេគាត់ក៏បានដើរចេញទៅដែលមិននិយាយអ្វីមួយបាននេះមកគឺជាថាស៊ូក៏ស្លៀកពាក់ជាមនុស្សស្រីចម្លើយត្រង់ថាសាសាគីឃើញហើយក៏មកភ្ញាក់ផ្អើលមិនដូចជាពេលដែលគាត់ឃើញមីណូសោះបន្ទាប់ពីសួរសតុកគ្នាមួយភ្លែសាសាគីក៏បានលេថាស៊ូចាក់ចេញទៅមកមើលមីណូវិញគេកម្រើខ្លួនអាកាទេព្រោះមុននឹងសាសាគីស្ទាបមុខរបស់គេថាស៊ូក៏ចូលមកក៏បាននិយាយពីថាស៊ីរ៉ូគេច្រឡំថាគាត់ជាមនុស្សស្រីម្ដងទៀតហើយពីអ្នកគ្នាគេនឹងមិនដែលចេះណាស់សៀមមិនទេចិត្តញ៉ាំគ្នាទៅវិញទៅមករហូតហើយសក៏ឃើញមីណូឈរស្ទាបរបស់គេនឹងគេក៏បានសួរថាមានបញ្ហាអីមីណូឆ្លើយថាអីតែមកទេតែចិត្តរបស់គេវិញគឺកំពុងតែកាត់ច្រើនសម្បីតែពេលចូលរៀននឹងមកចែកលេងក៏គេកាត់ដែរហើយពេលរបស់គេនឹងក៏បានហុចក្តារលំហាត់មួយឲ្យទៅកាន់មីណូធ្វើតែមីណូវិញគេកំពុងតែនឹកឃើញមុខរបស់សាសាគីមីណូគេស្ទះខ្លាំងពេកគេក៏បានបោកក្បាលរបស់គេនឹងទៅនឹងតុករៀនរបស់គេមីណូគេបានលូថាគេអាចធ្វើបានទេមិនដឹងតែគេចង់មានន័យពីការជប់គិតពីសាសាគីឬមួយក៏មកពីការធ្វើលំហាត់របស់គេពិបាកពេកកំពុងតែពិបាកចេះក៏សាតែនឹកឃើញសម្ដីរបស់សាច់បងហាន់ធ្លាប់ប្រាប់គេថាអារម្មណ៍ដែលស្រឡាញ់ណាម្នាក់ដូចជាចង់ធ្វើគ្រប់យ៉ាងដើម្បីគេមីណូក៏បាននឹកឃើញពេលដែលសាសាគីអោបគេក៏មានអារម្មណ៍ចង់អោបក៏ដូចគ្នាក៏ចុះគាត់ឡើងទៅបំផុតមកក៏ហមបានសម្រេចពេលដែលជីវិតមិត្តភក្តិរបស់គេអារម្មណ៍របស់គេកើតនៅក្នុងខ្លួនទេគេឆ្ងល់តែអារម្មណ៍ដែលគេកំពុងតែមាននឹងគឺជាអារម្មណ៍ដែលជួយចិត្តណាម្នាក់ត្រូវអត់បើសិនបើវាជាអារម្មណ៍នៃការជួយចិត្តណាម្នាក់ចឹងនៅពេលដែលគេដល់នឹងជាមួយនឹងសាសាគីហើយនឹងថាវាបានតែប៉ុណ្ណឹងមីណូក៏ឈប់តែបានជគោក្បាលរបស់គេនឹងក៏តែរឿងចម្លែកចឹងតែគេបានថាគ្នាតាំងពីពេលណាហើយណាត់ជួបគ្នាតាំងពីពេលណាមីណូក៏បានសមាជិករូបភាពឈួតថាសាសាគីនឹងកំពុងតែព្យាយាមថាបគេអត់តែឃើញរឿងចឹងម្ដងវាបានធ្វើឲ្យគេនឹងមានរហ័សចង់បោកក្បាលឲ្យស្លាប់តែពេលរបស់គេឃើញចឹងគេឆ្ងល់តែមីណូកាត់អីថៃបានជាមានអាការៈចម្លែកម៉ែប៉ុន្តែពួកគេអត់ទាន់ហ៊ានសួរទេគេចាំសួរនៅពេលក្រោយពួកគេខ្លាចមីណូនឹងចាប់កាច់ពួកគេជាបំណែកព្រោះឲ្យតែពេលមីណូខាងម្ដងគ្មានពីណាគេចូលចិត្តគេបានឡើយហើយសកលក៏បានបបួលមីណូឲ្យទៅហាងលក់សភៅដើម្បីទិញសភៅឲ្យមកស្រីរបស់គាត់មីណូក៏បានអូខេប៉ុន្តែនៅក្នុងចិត្តរបស់គេគឺកំពុងតែគិតពីសាសាគីទេហើយប្រហែលជារឿងដែលល្អតាគេបាននិយាយថាចូលចិត្តគាត់នៅពេលនោះហើយយ៉ាគេរៀនទទួលស្គាល់របស់គេផ្ដាតានេះមីណូបាននិយាយបន្តទៀតថាគេធ្លាប់មានអារម្មណ៍ចង់អោបគាត់ប៉ុន្តែគេមិនដែលថោកអ្នកណាពីមុនមកទេជាបើសិនបើថ្ងៃណាមួយគេច្រឡំនិយាយអ្វីដែលខុសហើយធ្វើឲ្យគាត់ឈឺចាប់នោះគេអាចចង់ធ្វើឲ្យគាត់ឈឺចាប់ទេគេត្រូវតែគិតបន្ថែមទៀតថាគេចូលចិត្តគាត់ឬគាត់ចូលចិត្តគេឬអត់តែមិនដឹងកន្លែងលោកសភៅមីណូគេជឿបានមកតង់ទៀតហើយគេដឹងថាគាត់រស់មួយណាសម្រាប់មិនស្អីរបស់ថាសកលទេក៏ចាស់កន្លែងគេក៏បាននឹកឃើញពីពេលសម្ដែងរបស់សាសាគីស្នើសុំឲ្យគេបបង់ការប្រកួតដើម្បីគាត់គេឆ្លងថាតារំដែលគេកំពុងតែមាននឹងគឺជាអារម្មណ៍អ្វីថាសកលក៏បានឲ្យគាត់មកសួរតែមានបញ្ហាអីព្រោះក៏ឃើញមីណូដេញធ្ងន់មីណូថាគេអីទៅមកទេតែក្នុងចិត្តរបស់គេនឹងគេនៅតែកាត់ទៀតហើយគ្មានគិតអីក្រៅពីរឿងរបស់សាសាគីទេគេបានឲ្យគាត់រងចាំដូចជាយូរដែរហើយហ្នឹងចឹងហើយគេចង់ដោះចម្លើយមកដល់គាត់ដើម្បីកាត់បន្ថយរឿងក្នុងចិត្តរបស់គេថាសកលក៏បានសួរថាបើគ្មានបញ្ហាអីទេថៃបានជាឯងសិទ្ធិរបស់ឯងរហូតអញ្ចឹងមីណូគេបានថាទេផ្ទុយទៅវិញគេក៏បានសួរទៅកាន់ថាសកលប្រសិនបើមិនស្អីរបស់ឯងប្រាប់ឯងឆាត់ធ្វើអ្វីមួយតែនឹងបាក់បង់ដើម្បីនាងអត់ថាសកលក៏បាននិយាយថាបើសិនបើរឿងមិនការគាត់ជឿថាមកស្អីរបស់គាត់នឹងមិនឲ្យឈប់ទេព្រោះតែនៅស្អែកក្រោយមីណូក៏បានតបគេចង់និយាយពីរឿងក្នុងសាលាមិនមែនជារឿងការទិញសភៅនឹងទេថាសកលក៏បានតបនឹងគឺសាទៅលើទង្វើនឹងហេតុផលបើសិនបើនោះគឺជារឿងមិនល្អយើងគួរតែចុះដើម្បីនាងទៅក៏មិនខាត់បងអ្វីដែរមីណូគឺសាយទៅហាក់ដូចជាមិនយល់សម្បីតែមួយម៉ាត់ថាសកលក៏បានជួយសភៅរឿងពីរក្បាលមកឲ្យមីណូជួយមើលមីណូក៏បានឲ្យគាត់ជួយទាំងពីរទៅថាសកលក៏បានយកទាំងពីរមែនប៉ុន្តែបញ្ជូនថាសកលទៅសភៅរួចហើយមីណូក៏ត្រូវជឿតែភ្លើនត្រឡប់ទៅផ្ទះរបស់គេវិញគេបាននឹកឃើញសម្ដីរបស់សាសកលបានប្រាប់គេហើយក៏បាននឹកឃើញសម្ដីរបស់សាសគីសូមឲ្យគេបបអង្គការប្រកួតមីណូគេបានគិតថាមូលហេតុដែលគេសាក់ទើមិនមែនដោយសារតែសម្ដីរបស់សាសគីទេសាសគីគាត់តែទៅចិត្តមើលមិនការដែលគេបានឲ្យគាត់ទាំងអស់តែមិនឯងនៅក្បែរគាត់បានគេត្រូវតានិយាយបានតែប៉ុណ្ណឹងសារៀងក៏បានកាត់មកថ្ងៃបន្ទាប់សាសគីក៏បានទៅចូលក្តារសង្ស័យតែមីណូនិយាយដើមអីសុខច្បាស់ហេណូឃើញសាសគីមិនស្រួលខ្លួនចឹងក៏បានតែងឲ្យសាសគីនឹងទៅសម្រាប់សិនទៅសាសគីវិញក៏បានហៅហេរ៉ាណូថាគឺជាម៉ាមីហេរ៉ាណូព្រោះហេរ៉ាណូនឹងដូចជាម្ដាយទី2របស់គាត់ចឹងតែអារម្មណ៍ទាំងមើលថែគាត់បានយ៉ាងល្អហ
ฮินาโนะก็បានប្រាប់សាសាគីកុំឲ្យហៅគាត់ចឹងអីវាមើលតែអាក្រក់ស្ដាប់ខ្លាំងមែនទែនតែបន្តិចមីណូក៏បានស្រែកហៅសាច់បងសាសាគីខ្ញុំមានរឿងចង់និយាយជាមួយនឹងសាច់បងរឿងដែលខ្ញុំចង់និយាយគឺជារឿងការប្រកួតកាត់សម្លៀកបំពាក់ខ្ញុំមិនអាចបបងការប្រកួតចោលបានទេសាសាគីលើបាននឹងហៅគាត់ក៏មិនបានអន់ចិត្តដែរមើលទៅគាត់ហៅដូចជាកំពុងតែយល់ពីមីយ៉ាណូមីណូក៏បានបន្តថាប្រហែលជាពេលនោះគេអាចនឹងមើលទៅច្រឡំជាមនុស្សផ្សេងក៏ថាបានដែរប៉ុន្តែដោយសារតែគាត់ធ្លាប់ប្រាប់គេថាគាត់ចូលចិត្តមុខរបស់គេច្រើនជាងគេសាច់បងហេរ៉ាណូដែលមកក៏បានឃើញសាសាគីគាត់ប្រងនឹងហៅសាសាគីទៅហើយប៉ុន្តែគាត់ក៏បានបិទមាត់ដោយសារតែគាត់បានឮសំឡេងរបស់មីយ៉ាណូក៏បានស្រែកឲ្យទៅខាងខ្លួនឯងថាគាត់ស្ទើរតែរំខានពួកគេហើយវាតែមិនអីទេគាត់ដាក់ខ្លួនតាន់ពេលមីណូគេបន្តនិយាយទៅថាគេខ្លួនឯងក៏មកចូលចិត្តមុខរបស់គេដូចគ្នាហើយក៏ថាមុខរបស់គេនឹងវាបានរំខានដល់អារម្មណ៍របស់គេជាពិសេសនៅពេលដែលគេតែងខ្លួនគេដូចជាមនុស្សស្រីខ្លាំងមែនទែនគេតែងតែស្អប់គំនិតមួយនេះខ្លាំងណាស់តែមិត្តភ័ក្តិរបស់គេបានជួយជ្រោមជ្រែងគេហើយសាច់បងហាងក៏បានជួយគេច្រើនដូចគ្នាគាត់ជួយទាំងសម្លៀកបំពាក់ហើយនិងគ្រឿងម៉េចអាបដូច្នេះគេបានសម្រេចចិត្តចូលប្រកួតដោយខ្លួនឯងសាសាគីស្ដាប់យូរទៅដូចជាមានអារម្មណ៍ថាដោយសារតែគាត់ទៅបានជាមីណូនឹងគេជ្រើសរើសចូលប្រកួតសាសាគីបានប្រាប់ទៅកាន់មីណូថាមិនអីទេគាត់យល់ហើយសូមឲ្យសំណើល្អណាស់មីណូគេរៀបញឹកអោចំណែកសាច់បងហេរ៉ាណូវិញមិនដឹងជាស្អីទេគាត់តែពីសើសាសាគីក៏បានញញឹមចេញវិចារហើយប្រាប់ទៅកាន់មីណូថាខ្ញុំសប្បាយចិត្តដែលអញប្រាប់ខ្ញុំពីអារម្មណ៍របស់ឯងខ្ញុំនឹងឈរខាងឯងជានិច្ចមីណូគេលើហើយគេមានរំខានចង់ធ្វើកាន់តែខ្លាំងឡើងញញឹមបានមកបញ្ជាតតែសោះស្វីតមិនធ្វើបានមួយនាទីផងសាសាគីក៏សួរថាតើសម្លៀកបំពាក់ដែលអញពាក់នឹងវាសេងសាច់ច្រើនអត់បើចាំមានន័យថាសម្លៀកបំពាក់ដែលមីណូស្លៀកនឹងខ្លីឬមួយក៏វែងសាសាគីក៏ឆ្ងល់ថាតើសម្លៀកបំពាក់ដែលមីណូស្លៀកនឹងថ្ងៃហ្នឹងគឺដូចជាឈុតដែលគាត់បានឃើញនៅថ្ងៃនោះអត់លក្ខណៈថាខ្លាចប្រត់អតីតទេឃើញសាច់ដល់ខ្ចីរបស់អូនចឹងណាមីណូក៏បានប្រាប់ទៅវិញតើសម្លៀកបំពាក់គេស្លៀកនឹងវាអត់បង្ហាញច្រើនទេព្រោះសាច់បងហានជាអ្នករើសឲ្យគេសាសាគីថាគាត់ដឹងហើយអញ្ចឹងថាបានជាថ្ងៃហ្នឹងក៏ឃើញសាច់បងហានដើរចេញពីបន្ទប់ដែលមីណូនៅមីណូក៏សុំលាសាសាគីត្រឡប់ទៅណារបស់គេវិញហើយព្រោះគេបាននិយាយចប់ហើយតែបានបន្តិចមីណូក៏ត្រឡប់មកសួរសាសាគីវិញតើពិធីបុណ្យនឹងសាសាគីតំណែងអត់សាសាគីថាគាត់ក៏អត់ប្រកបដូចគ្នាចាំគាត់ទៅពិនិត្យមើលការវិភាគសិនមីណូក៏បានប្រាប់គាត់ថាបើសិនបើគាត់តំណែងតើអាចទៅមើលពិធីបុណ្យជាមួយនឹងគ្នាបានអត់សាសាគីអត់ចាំយូរទេក៏បានឆ្លើយយកព្រមយកតែម្ដងងាយបានមកដល់ខ្លួនស្រឡាញ់បបួលទេណាបន្ទាប់ពីនិយាយគ្នាចប់មីណូក៏ដើរទៅថ្នាក់របស់គេចំណែកសាសាគីវិញក៏បានចុះមកក្រោមផ្អើលគ្នាជាមួយនឹងសាច់បងហេរ៉ាណូហើយមកស្ដាប់តាំងពីពេលណានេះសាច់បងហេរ៉ាណូក៏បាននិយាយបង្អាប់សាសាគីថាការវិភាគណាត់ជួបតើឯងមានដាត់មួយគ្នាមែនសាច់បងហេរ៉ាណូឃើញតែសុភាពចឹងទេប៉ុន្តែគាត់វិញស្រែកឡើងផ្អើលសាឡាពីព្រោះថាមីណូបានបបួលសាសាគីទៅដល់លេងជាមួយគ្នាដូចជាការណាត់ជួបលក្ខណៈថាដេតវិតសងសាចឹងទៅសាសាគីក៏បានគាត់ថាដោយសារតែការស្នើសុំរបស់គាត់បានធ្វើឲ្យមីណូកាន់ច្រើនហើយសាសាគីក៏បានប្រាប់ទៅកាន់សាច់បងហេរ៉ាណូថាបើសិនបើមីណូចាប់អារម្មណ៍ក៏ដូចគ្នាគាត់អាចនឹងបន្តរងចាំគេហេរ៉ាណូគាត់ឈឺក្បាលជាមួយនឹងសាសាគីខ្លាំងមែនទែនព្រោះនិយាយចេញមកដូចជាចម្លែកខុសពីសាសាគីកាលពីមុនសាសាគីនៅឃើញទៅមុខរបស់មីណូហាញញឹមបានមកបញ្ជាក់ទៅដល់សាក៏បានប្រាប់ហេរ៉ាណូថាតែមករៀននឹងគាត់អាចបញ្ចូលរៀនបានអត់ហេរ៉ាណូវិញក៏បានស្ដីឲ្យមកចូលរៀនសាសាគីគាត់ក៏ដាស់ឡើងគ្រូហើយនឹងសិស្សមើលមកហេរ៉ាណូក៏បានបដិញឲ្យសាសាគីនឹងទៅដេកនៅពេលសាលាទៅកុំឲ្យឆ្លងដល់គេអីព្រោះបើសាសាគីនៅគ្មានពីណាគេរៀនកើតទេសាសាគីថាគាត់បានជឿទេដោយសារតែគាត់រៀនច្រើនពេកចឹងហើយបានជាគាត់ទៅជាអញ្ចឹងហេរ៉ាណូក៏បានខ្សឹបប្រាប់សាសាគីថាបើសិនបើឯងមកទៅសម្រាប់ទេប្រយ័ត្នខកខានការដេតជាមួយនឹងមីណូណាឆាប់ទៅសម្រាប់ទៅប្រយ័ត្នវាអាសាបងដោយសារតែការឈឺរបស់ឯងសាសាគីគាត់ក៏ខ្លាចដែរគាត់ក៏បានសុំគ្រូទៅស្នាក់នៅពេលក្នុងសាលាដែលចេញមកខាងក្រៅក៏បានឃើញគេបត់ប៉ាយប្រកួតកាត់សម្លៀកបំពាក់សាសាគីនៅឃើញហាក៏បារម្ភពីមីណូខ្លាំងមែនទែនសង្ឃឹមថាគ្មានអ្វីកើតឡើងចំពោះគេទៅចោះតែថាបើសិនបើគេឈរនៅចំពោះមុខគ្មានប្រុសដទៃទៀតវិញទោះបីជាសម្លៀកបំពាក់ដែលមីណូស្លៀកដូចជាគ្មានប្រុសក៏ដោយចោះគាត់នៅតែមិនសប្បាយចិត្តដដែលនឹងប៉ុន្តែគាត់បាននិយាយថាគាត់នឹងឈរក្បែរមីណូហើយនឹងគាំទ្រគេពីសម្ដីរបស់គាត់វាបានធ្វើឲ្យកាន់តែស្មុគស្មាញលើដើមសាសាគីដើរមកដល់មុខពេកក៏បានឃើញគេដាក់ប៉ាយថាអត់មានមនុស្សនៅទេទីបានមកសាសាគីកំពុងតែឈរកាត់តែគាត់គួរតែចាំនៅខាងក្រៅឬមើលក៏ចូលទៅខាងក្នុងប៉ុន្តែចដនឯងមីណូក៏បានដាក់កាត់នោះគេក៏បានហៅសាច់បងសាសាគីមីណូក៏បានប្រាប់សាសាគីថាហេតុអីបានជាមកចូលក្នុងគេបត់ប៉ាយប្រាប់ហើយតាថាគេនឹងមកវិញដល់បន្តិចទៀតសាសាគីក៏មិនបានប្រកែកដែរគាត់ក៏បានចូលទៅខាងក្នុងជាមួយនឹងមីណូក៏បានសួរថាតើសាច់បងមិនស្រួលខ្លួនត្រង់ណាសាសាគីថាក៏គ្រាន់តែផ្ដាសាយបន្តិចទេនៅពេលដែលសាសាគីងាកទៅក៏បានឃើញមីណូនឹងយកតកមកស្អំដៃគាត់ក៏បានសួរទាំងបារម្ភថាដៃមីណូនឹងកាត់អីមីណូថាគេរលាកដៃដោយសារតែគេរៀនធ្វើម្ហូបវាមិនសូវឈឺប្រហែលទេដោយសារតែគ្រូដេញបានជាគេមកសាសាគីលឿនចឹងគាត់ក៏អបអារម្មណ៍បន្តិចមីណូក៏បានប្រាប់សាសាគីថាគេនឹងទៅមុនហើយគេនឹងមកពេញជាមួយអ្នកដែលចូលមកគេចង់ឲ្យសាសាគីអង្គុយលើស្លុកសិនទៅសាសាគីក៏មិនហ៊ានប្រកែកជាមួយនឹងមីណូដែរគាត់មើលទៅកាន់មីណូទៅហើយដូចជាគេកំពុងតែខ្វល់ពីគាត់គ្រប់យ៉ាងសាសាគីក៏បានទៅអង្គុយលើស្លុកហើយអាចជាមួយបោកគាត់តែគាត់ផ្ដាសាយចង្អាយជាមួយបោកគាត់ឡើងក្រហមចឹងឯងមីណូបានមកក៏បានសួរតើច្បាស់ក្តីណាយសាសាគីគាត់ចោលឆ្លើយទៅគាត់ស្រាប់តែក្តាមីណូគេឃើញចឹងគេក៏បានលុតទៅសាក្នុងចិត្តច្បាស់សាសាគីក្តាចឹងគោឲ្យស្រឡាញ់ម៉ែមីណូក៏បានបកកក្តាជើងមាត់ឲ្យទៅកាន់សាសាគីវិញក៏មានអារម្មណ៍ថាខ្មាស់មីណូខ្លាំងមែនទែនមីណូក៏សួរតើច្បាស់មានអារម្មណ៍មិនដែរត្រូវការបដាវកម្ដៅអត់តើច្បាស់មានអារម្មណ៍ថាចង់ក្អួតដែរអត់សាសាគីថាគាត់អត់ទេក៏គ្រាន់តែមានអារម្មណ៍ថាហត់បន្តិចមីណូក៏ចូលមុខចិត្តហើយបកកបដាវកម្ដៅឲ្យ
ឲ្យទៅកាន់សាសាគីនៅពេលដែលសាសាគីងើបមុខមកក៏បានឃើញមុខរបស់មីណូមើលទៅខ្ជូរខ្លាំងមែនទែនសាសាគីឃើញហើយក៏បានអន់មុខចុះក្រោមមីណូក៏បានប្រាប់ឲ្យគាត់ដេកទៅវាល្អជាជាងសាសាគីក៏សួរថាទៅគាត់ដេកនៅនឹងអត់អីណាមីណូថាមិនអីទេព្រោះគាត់ឈឺមែនទែនអត់បាននិយាយកុហកណាសាសាគីក៏បានដាក់ខ្លួនដេកមីណូគេក៏បានសួរទៀតតើសាច់បងទៅជាអត់សាសាគីថាគាត់ទៅជាមីណូគ្រាន់តែឮថាសាសាគីទៅជាភ្លាមគេក៏បានទៅជួបកកានៅក្នុងមន្ទីរពេទ្យនឹងរកភួយឲ្យសាសាគីក៏ហោះចើខ្លាំងមែនទែនពីព្រោះថាមីណូនឹងរើសកកាយកន្លែងនឹងធ្វើដូចជាប្រទេសរបស់គេហ្នឹងមកសន្ទុះក្រោយមកមីណូគេក៏បានយកភួយចេញពីក្រែអ្នកជំងឺប៉ុន្តែអត់មានវិណាគេដេកទេគេបានសួរសាសាគីថាតើមួយនឹងប្រាកាបានអត់សាសាគីវិញក៏ហោះចើខ្លាំងមែនទែនប៉ុន្តែគាត់អរគុណទឹកចិត្តរបស់មីណូបានប្រាប់សាសាគីថាសាច់បងក្រុងក្តៅដូច្នេះហាចាំខ្ញុំទៅប្រាប់គលីនុបថាយកាឲ្យសាច់បងទៅផ្ទះមីណូក៏ប្រងដើរចេញប៉ុន្តែសាសាគីក៏បានចាប់ដៃប្រាប់ថាគាត់មិនអីទេគាត់អាចត្រឡប់ទៅផ្ទះដោយខ្លួនឯងបានតើមីណូថាបើសិនជាអញ្ចឹងចាំគេជូនគាត់ទៅផ្ទះព្រោះផ្លូវទៅជាមួយនឹងគ្នានឹងម្យ៉ាងទៀតគេក៏ចង់មើលថែគាត់ដូចគ្នាសាសាគីលឺហើយគឺថាចង់ឈឺ3ខែប៉ុន្តែមកគាត់ក៏បានប្រាប់មីណូឲ្យទៅជប់គលីនុបថាយកាទៅគាត់នៅចាំតែមីណូចេញទៅសាសាគីក៏បានអង្គុយលក់តែម្នាក់ឯងគាត់គិតថាគាត់នឹងធ្វើឲ្យមីណូសារភាពថាស្រឡាញ់គាត់ប៉ុន្តែគាត់មិនដែលរំពឹងថានឹងមានរឿងបាបនឹងកើតឡើងទេតែគាត់គ្រាន់តែជាសាច់បងសម្រាប់មីណូទេត្រូវអត់ឬមកក៏បីផ្សេងទៀតឥឡូវនេះមើលទៅក្តីសង្ឃឹមរបស់គាត់ហាក់ដូចជាមានសង្ឃឹមខ្លះៗហើយបន្ទាប់ពីមីណូត្រឡប់មកវិញហើយពួកគេក៏បានសម្រាប់មួយសន្ទុះសាសាគីក៏បានចុចទូរស័ព្ទមើលអូកាបានផ្ញើសារពីការវិភាគឲ្យគាត់មើលទៅដូចជាគ្មានពេលទំនេរតតែសោះរហូតដល់ពិធីបុណ្យចប់សូម្បីតែពេលញ៉ាំបាយក៏ខ្លីជាងមុនដែរគាត់បានប្រាប់មីណូថាថ្នាក់របស់គាត់មានកម្រោបអាហារកាហ្វេនៅក្នុងពិធីបុណ្យមីណូក៏សួរថាចឹងក៏ថ្ងៃហ្នឹងសាច់បងមានអ្នកញ៉ាំបាយជាមួយអត់សាសាគីថាអត់មានទេមីណូលឿនចឹងគេក៏បានសួរថាចឹងតើចង់ញ៉ាំបាយជាមួយនឹងគេអត់សាសាគីលឺហើយគឺថាយកព្រមយកតែម្ដងមិនងាយទេណាមនុស្សដែលខ្លួនស្រឡាញ់បបួលញ៉ាំបាយជាមួយនឹងគ្នាតែថ្ងៃបុណ្យសាលាក៏បានម្ដងគ្រប់យ៉ាងមើលទៅល្អឥតខ្ចោះហើយសាកូក៏បានស្រែកប្រកាសថាពិធីបុណ្យគឺចាប់ផ្ដើមហើយប្រធានថ្នាក់ក៏បានស្រែកប្រកាសថាសូមជួយបោះឆ្នោតឲ្យថ្នាក់របស់គាត់ផងហើយសាកូបានប្រាប់ថាស៊ីរ៉ូថាគាត់នឹងទៅពិនិត្យមើលតើថាស៊ីរ៉ូនឹងចង់បានអ្វីអត់ហើយស៊ីរ៉ូថាគាត់ចង់ឃ្លក់សាច់មាន់ជីរបស់ថ្នាក់អេប្រធានថ្នាក់លឺហើយក៏បានស្រែកថាថាស៊ីរ៉ូអញគឺជាមនុស្សក្បត់បាក់ហើយស៊ីរ៉ូគេក៏បានសួរហើយតើប្រធានថ្នាក់នឹងចង់សាកដែរអត់ប្រធានថ្នាក់ថាប្រកាសដែរពីព្រោះឆ្ងាញ់ហើយមានស្មានតែគាត់បដិសេធតែប្រកាសយកព្រមដែរសោះប្រធានថ្នាក់ក៏ឆ្ងល់ថាពួកគេបានចូលរួមជាមួយនឹងថ្នាក់អេប៉ុន្តែដូចជាឃើញថ្នាក់អេមកចូលរួមជាមួយនឹងពួកគាត់សោះមីណូក៏បានស្រែកប្រកាសឲ្យទស្សនិកជនមកចូលឈ្មោះនៅកន្លែងរបស់គេស្រែកប្រកាសសុកថាសាកូក៏បានសួរទៅចង់បានអាហារមកពីថ្នាក់អេអត់មីណូថាអត់ទេគេមានកន្លែងរួចហើយហើយមីសង្ស័យថាមីណូនឹងគេទៅញ៉ាំបាយជាមួយនឹងសាសាគីទេហើយសាកូក៏បានถ่ายរូបឲ្យមាត់ស្រីរបស់គាត់មើលកន្លែងណាស្អាតក៏ថតយកទាំងអស់ដែលមិនខ្វល់ពីទំហំផ្ទុកកាមេរ៉ារបស់គាត់ទេគាត់បានសួរមីណូថាជិះដល់មកអាហារថ្ងៃត្រង់ហើយទៅចង់ទៅណាមីណូថាគេសុំគិតមើលសិនកាលមកខាងសាសាគីវិញកំពុងតែបើកហាងកាហ្វេរបស់គាត់ដែលស្លៀកពាក់ cosplay មើលទៅដូចជាជនពីលគាត់បើកទីមកក៏បានជួបជាមួយនឹងមីណូហើយនឹងថាសាកូតែម្ដងថាសាកូមើលទៅសាសាគីដូចជាសង្ហាពេកគាត់ក៏បានសុំថតរូបមួយមើលសាសាគីក៏បានប្រាប់ថាថតតាមសប្បាយចិត្តប៉ុន្តែគាត់កំពុងធ្វើអៀនជាមួយនឹងមីណូគេក៏បានលន់មាត់សាសាគីមើលទៅលុយដុល្លារដូចជាវីរៈបរោះប៉ុន្តែតាមបែបមានគិតមកទៅដូចជាជនពីលច្រើនជាងសាសាគីក៏បានបង្ហាញកន្លែងទីរបស់សាច់បងហារៀបចេញមកដូចជាថ្មពុតតែម្ដងមីណូក៏បានចូលទៅអង្គុយតុហើយថាសាកូក៏បានចូលទៅទីជាមួយនឹងសាច់បងហានៅពេលដែលមីណូអង្គុយតែម្នាក់ឯងសាសាគីក៏បានទាញកៅអីមកអង្គុយនិយាយជាមួយនឹងមីណូព្រោះហាងកាហ្វេរបស់គាត់អត់ទាន់ដល់ពេលបើកទេចឹងហើយគាត់មានពេលអង្គុយលេងជាមួយនឹងមីណូថាខ្ញុំចង់ឃើញការបង្ហាញកាហ្វេរបស់សាច់បងខ្លាំងមែនទែនតើខ្ញុំអាចអង្គុយនៅកន្លែងនឹងរងចាំបានអត់សាសាគីថាបានតែថាក៏មិនដឹងថាគួរធ្វើអ្វីទេពេលដែលអតិថិជនចូលមកគាត់រត់តែមិនដឹងស្មានដល់ថាអ្នកចូលមកមុនគេគឺជាមីណូឥឡូវនឹងគាត់កំពុងតែមានអារម្មណ៍ថាអៀនមីណូខ្លាំងមែនទែនមីណូក៏បានតបថាញ៉ាំមើលទៅសាច់បងសង្ហាដែរតានេះកំពុងតែនិយាយជាមួយនឹងគ្នាសុកសាច់បងហេរ៉ូណូក៏បានសែកឡើងសាសាគីមិនបានអង្គុយនៅនឹងចឹងមីណូគេឡើងខ្លាចសាច់បងហេរ៉ូណូព្រោះមើលទៅគាត់ដូចជាជនពីខ្លាំងជាងសាសាគីទៅទៀតមីណូគេក៏បានសរសើរថាអាយ៉ាមើលទៅសាច់បងហេរ៉ូណូដូចជាមនុស្សអាក្រក់ខ្លាំងណាស់សាសាគីក៏លឺហើយគាត់ឡើងសាយឡើងចង់រឹងពោះតែម្ដងពីព្រោះថាវាស័ក្តិសមនឹងសាច់បងហេរ៉ូណូពិតមែនសេរឿងភាគទី9របស់យើងក៏បានជាមកដល់ទីបញ្ចប់ហើយជួបមានមុនណាមដល់ទៀតនៅវីដេអូក្រោយណាបាយបាយ